ផ្នែកឡើងបងប្អូនប្រជាជនយើងបងប្អូនប្រជាពលរដ្ឋយើងប្រហែលជាមិនខុសពីខ្ញុំប្រមាណទេបើក Facebook ឡើងឃើញតែបងប្អូនប្រជាពលរដ្ឋយើងស្រែកបងប្អូនយើងខ្លះហ្នឹងក៏លើកបដាទៅបងប្អូនខ្លះហ្នឹងក៏មិនស្រែកទៅប៉ុន្តែអ្នកពេលខ្លះអ្នកស្រែកហ្នឹងគាត់ប្រហែលជាអស់ជំរឿសហើយមើលទៅតែអ្នកមិនទាន់ស្រែកប្រហែលជានៅមានជំរឿសរបស់គាត់ហើយមើលទៅប៉ុន្តែយើងមិនដឹងថាជំរឿសចិត្តរបស់ប្រជាជនយើងជំរឿសចិត្តរបស់ប្រជាពលរដ្ឋរបស់យើងនៅក្នុងបរិបទតាំងពីជំនាន់កូវីដ19រហូតដល់ចំនួនសង្គ្រាមព្រំដែនរវាងកម្ពុជាថៃហើយសុខភាពសេដ្ឋកិច្ចសុខភាពមនុស្សបានរៀនសូត្ររស់នៅសមរម្យថ្លៃថ្នូរកម្រិតណាទេយើងសប្ថ្ងៃហ្នឹងយើងឃើញទាំងអស់គ្នាហើយបើកតែ Facebook TikTok មកយើងឃើញហើយពីមុនមកថាចង់ស្ដាប់ព័ត៌មានឬក៏ចង់ធ្វើអីហ្នឹងទាល់តែយប់បានស្ដាប់បានមានម៉ោងមានពេលវេលាដល់ឥឡូវអត់ទេសម័យបច្ចេកវិទ្យាជឿនលឿននេះផ្នែកទឹកតិចទឹកនេះគឺថាប៉ាំងប្រុចមកដល់ដៃតែម្ដងហើយប្រជាពលរដ្ឋយើងគិតថាសាមញ្ញជាពលរដ្ឋទូទៅនៅតែទទួលបានព័ត៌មានហើយចុះទម្រាំអ្នកកាន់អំណាចបងប្អូនសាកគិតមើលសាកគិតមើលសាកគិតដូចខ្ញុំដែរមើលយើងគិតម្ដងទៀតមើលយើងសូមគិតម្ដងទៀតមើលថាព័ត៌មានភាគច្រើនយើងដឹងហ្មងចុះអ្នកកាន់អំណាចគាត់ដឹងអត់ណាគាត់ដឹងអត់ប៉ុន្តែខ្ញុំជឿថាបើសិនជាគាត់ដឹងគាត់ប្រហែលជាស្ទុះស្ទាមែនតែនហ្មងស្ទុះស្ទាពីព្រោះគាត់ជាអ្នកនយោបាយកាន់អំណាចស្រាប់តែបើសិនជាអ្នកនយោបាយដែលអត់មានអំណាចអានឹងធ្វើមិនកើតមានតែវេទិកាមួយគឺចេះតែនិយាយហើយចេះតែនិយាយហើយនិយាយហ្នឹងគឺមើលច្បាប់ដែរមិនមែនចេះតែនិយាយប៉ាត់ណាប៉ាត់ណីដែលអត់មានមូលដ្ឋានអត់មានស្អីដែលជាចំណុចមួយដែលជាដំណោះស្រាយការរិះគន់មួយដោយឈរទៅលើគោលការណ៍នីតិរដ្ឋឈរទៅលើគោលការណ៍ប្រជាធិបតេយ្យគឺជាចំណុចមួយដែលយើងត្រូវតែដឹងហើយត្រូវតែគិតហើយគិតម្ដងទៀតថាក្នុងនាមជាអ្នកនយោបាយត្រូវឈរទីតាំងមួយរិះគន់រិះគន់ដើម្បីជួយជាតិរិះគន់ដើម្បីដោះស្រាយសម្រាប់ប្រជាជនដោះស្រាយចំពោះមុខរយៈពេលវែងខ្លីអីក៏ដោយយើងត្រូវតែចូលរួមជួយសង្គមយើងតាមរយៈអីបើយើងមានតែតមាត់ណានឹងយើងនិយាយតមាត់ទៅបើយើងមានស្បៀងមានអាហារអីជួយទៅបងប្អូនភេសឹកបងប្អូនផ្សេងទៀតកងកម្លាំងបងប្អូនជនរួមជាតិរបស់យើងផ្សេងទៀតដែលគ្នាអត់គ្នាលំបាកត្រូវជួយតាមរបៀបហ្នឹងហើយយើងដឹងហើយថាសង្គមយើងសពថ្ងៃហ្នឹងភ្ញាក់ឡើងមកគ្មានអីទេមានអំណាចអំណាចធ្វើឲ្យមនុស្សស្ដាប់ប៉ុន្តែយុត្តិធម៌ធ្វើឲ្យមនុស្សជឿជាក់អាពីរហ្នឹងគឺថាត្រូវធ្វើម៉េចឲ្យដើរទន្ទឹមគ្នាហ្មងហើយយើងដឹងហើយយើងដឹងថាគេសូត្រមិនមែនធម្មតាទេរដ្ឋត្រូវតែធ្វើម៉េចធានាថាគេធានាថាម៉េចរាជមានមុនរដ្ឋប៉ុន្តែបច្ចុប្បន្នយើងឃើញទាំងអស់គ្នាហើយរដ្ឋហើយរាជហ្នឹងជួនកាលពេលខ្លះពិបាកដូចតែគ្នាទេពិបាកមែនទែនហ្មងឥឡូវហ្នឹងសប្តាហ៍ហ្នឹងពិបាកមួយមានអំណាចហើយតែនៅពេលដែលប្រជាពលរដ្ឋស្រែកអត់សូវប្រមាណទេអត់សូវដឹងហ្មងធ្វើមិនដឹងធ្វើមិនឮហ្មងតែកុំលឺដល់ថ្នាក់ដឹកនាំជាន់ខ្ពស់កុំលឺដល់សម្ដេចអត់បានទេសម្ដេចដាក់ទាំងហ្មងសម្ដេចឲ្យធ្វើហ្មងរាល់ថ្ងៃនេះខ្ញុំតែងតែអាណិតសម្ដេចដែរហ្នឹងអាណិតសម្ដេចជាពុនពេកឥតឧបមាពីព្រោះអីពីព្រោះយើងឃើញស្រាប់ហើយកាលណាឮដំណឹងដល់គាត់ហ្នឹងគាត់ពជាពងហ្មងហើយដំណោះស្រាយលឿនណាស់លឿនមែនទែនហ្មងហើយអ្នកខ្លះហ្នឹងទៅក៏គាត់មានបញ្ជាពីសម្ដេចហើយទាល់តែមានបញ្ជាពីសម្ដេចហើយបានគាត់ធ្វើអានឹងក៏ជាចំណុចមួយដែលថារាជហើយនឹងរដ្ឋនឹងត្រូវវាដូចអណ្ដាតហើយនឹងថ្មិញអញ្ចឹងបើសិនជារដ្ឋហើយនឹងរាជមានគម្លាតពីគ្នាពេកអានឹងវាធ្វើឲ្យសង្គមយើងមិនមែនជឿនលឿនទេវាទៅជាសង្គមមួយស្ដាប់តាមបញ្ជាសង្គមមួយមិនគោរពនីតិរដ្ឋ
ហើយខ្ញុំតែងតែកត់សម្គាល់ខ្ញុំចង់កត់សម្គាល់នៅក្នុងចំណុចនេះថានៅក្នុងគ្រួសារមួយáបើឪពុកម្ដាយស្រឡាញ់កូនតែម្នាក់ទេហើយរើសអើងកូនម្នាក់ទៀតយើងសួរថាតើគ្រួសារនោះមានក្តីសុខសាន្តអត់មានសុខសុវត្ថិភាពផ្លូវចិត្តអត់ខ្ញុំជឿជាក់ថា100%ហ្មងគឺអត់មានក្តីសុខទេហើយសង្គមក៏ដូចគ្នាដែរបើច្បាប់អនុវត្តមិនស្មើគ្នាទំនុកចិត្តក៏នឹងបាត់បង់ដែរអាទំនុកចិត្តហ្នឹងគឺបាត់បង់តែម្ដងហើយជាគោលការណ៍គ្មាននរណាធំជាងច្បាប់ទេព្រោះអីពីព្រោះនៅពេលដែលអំណាចធំជាងច្បាប់គឺជាពេលវេលាមួយដែលយុត្តិធម៌ចាប់ផ្ដើមខ្សោយទៅអយុត្តិធម៌គឺចាប់ផ្ដើមខ្សោយទៅហើយខ្ញុំតែងតែមានចំណុចមួយខ្ញុំតែងតែរំលឹកខ្លួនឯងជានិច្ចហើយខ្ញុំតែងតែសួរថាតើខ្ញុំរស់នៅសប្តាហ៍ថ្ងៃហ្នឹងខ្ញុំចង់បានរដ្ឋដែលធ្វើឲ្យអ្នកដទៃខ្លាចឬក៏ជារដ្ឋមួយដែលគួរឲ្យទុកចិត្តថ្ងៃនេះខ្ញុំសួរខ្លួនឯងសួរហាទៀតប៉ុន្តែខ្ញុំសុំសួរទៅកាន់បងប្អូនប្រជាជនយើងថាតើយើងចង់បានរដ្ឋដែលធ្វើឲ្យមនុស្សខ្លាចឬក៏ជារដ្ឋមួយដែលធ្វើឲ្យមនុស្សនឹងគួរឲ្យទុកចិត្តអាពាក្យខ្លាចហើយនឹងគួរឲ្យទុកចិត្តនឹងយើងត្រូវដឹងទាំងអស់គ្នាហើយយើងទាញចំណាប់អារម្មណ៍ថារដ្ឋណាក៏ដោយរដ្ឋដែលរឹងមាំព្រោះប្រជាពលរដ្ឋនឹងជឿថាយុត្តិធម៌មានតម្លៃចុះរដ្ឋដែលមិនរឹងមាំគឺដោយសារប្រជាពលរដ្ឋហ្នឹងអត់ចេះរិះគន់អត់ចេះមាត់កហើយស្ងាត់តែមិនស្ងៀមរដ្ឋមិនរឹងមាំទេរដ្ឋមួយដែលមិនគោរពគោលការណ៍នីតិរដ្ឋមិនគោរពតាមគោលការណ៍ប្រជាធិបតេយ្យវាអត់រឹងមាំទេដូចនេះយើងនឹងបន្តស៊ូទៅកាន់បងប្អូនប្រជាជនទៀតថាច្បាប់ហើយនឹងអំណាចតើវាមានទីតាំងយ៉ាងម៉េចយើងត្រូវដឹងយើងនឹងថាតើអំណាចហើយនឹងច្បាប់វាប្រតិកលាគ្នារបៀបម៉េចដូច្នេះយើងដឹងថានៅពេលដែលអំណាចស្ថិតនៅក្រោមច្បាប់នៅពេលដែលមានអំណាចស្ថិតនៅក្រោមច្បាប់ហើយសូមឲ្យអាច្បាប់ហ្នឹងបំរើឲ្យយុត្តិធម៌ហើយសូមឲ្យយុត្តិធម៌នេះការពារប្រជាពលរដ្ឋគ្រប់រូបអាហ្នឹងហើយវាជាចំណុចមួយដែលល្អប្រសើរមែនទែន